បាទសួស្តីពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពបាទឡើងភ្នំពេលព្រឹកបាទចំណាយពេលត្រឹម10នាទីឬក៏20នាទីឬក៏30នាទីដើម្បីរៀបចំកន្លែងហាត់ប្រាណលើភ្នំស្វាយហ្នឹងបាទអញ្ចឹងបានដីគូថ្មីមួយបាទលោកសីហាបានមកជួយការងារក្នុងការរៀបចំជណ្ដើរថ្មបាទជណ្ដើរថ្មនេះកន្លែងផ្លូវឡើងទង់ជាតិទៅក្រុមទង់ជាតិនៅកំពូលភ្នំស្វាយក្រុងស្រីសុភ័ណ្ឌអញ្ចឹងកំពុងតែរៀបចំដីហើយនឹងរៀបចំថ្មធ្វើជាកម្មជណ្ដើរឡើងកម្មដោយសារតែប្លង់នេះវាផ្លូវទឹកហូរពីលើកំពូលភ្នំមកវាទៅជាមកប្រឡោះមួយដែលយើងអាចគិតថារៀបវាទៅជាជណ្ដើរសម្រាប់បងប្អូនងាយស្រួលក្នុងការចុះតាមកម្មអញ្ចឹងណាអញ្ចឹងឃើញថាវារបស់មានស្រាប់ហើយដោយសារភ្នំស្វាយសម្បូរថ្មប៉ុន្តែអ្វីដែលសំខាន់នោះគឺព្រឹកឡើងពេលធ្វើដោយសារខែធ្លាក់ភ្លៀងនេះវាសម្បូរមុខអញ្ចឹងរៀងសម្បូរមុខអញ្ចឹងធ្វើបដាវាយមុខបដាហើយមួយទៀតគឺសត្វអាសេរពឹសដូចជាសត្វក្អែបធំណាស់បងប្អូនអើយឡើងខ្មៅក្រហមក្រឹបហ្មងបាទអញ្ចឹងលោកកាយនេះឃើញសត្វអាសេរពឹសបាទមានក្អែបពណ៌ក្រហមមានក្អែបពណ៌សពណ៌ប្រផេះអូសម្បូរអញ្ចឹងបងប្អូនឡើងភ្នំក៏ប្រយ័ត្នដែរណាបាទយើងមាននៅកំពុងភាសាគ្នាបន្តទៀតតែគួរធ្វើឡើងមិនទៀតបាទអញ្ចឹងរងចាំទស្សនាបន្ត